Ba mặc đây chân ngày nay nhom này làm bị thì sao muốiจะตรงទៅនឹងការបង្ហាញនៅ password នៅលើ Google Chrome ចឹងនេះគឺខ្ញុំកំពុងតែប្រើនេះគឺគេហៅថា Google Chrome ចឹងសម្រាប់ Google Chrome ពេលដែលយើងចង់បង្ហាញនៅ password របស់វាយើងគ្រាន់តែយើងចូលទៅក្នុង setting នេះជួយឲ្យសញ្ញា13ខាងលើនេះយើងចុចមកហើយយើង scroll មកខាងក្រោមយើងរកមើលពាក្យថា setting យើងចូលមកលើ setting មកហើយយើងមកមើលពាក្យថា auto fill and password យើងចុចលើវាបែបហ្នឹងមកហើយយើងមកមើលត្រង់ជាមួយនេះយើងចុចលើវាមួយទៀតមកដើម្បីវាបង្ហាញបែបនេះយើងអញ្ចឹងពេលដែលវាបង្ហាញបែបនេះយើងតើយើងចង់មើលទៅតង់ទៅនឹងអីគេអញ្ចឹង email របស់យើងវាមានបានបញ្ចប់ទៅកាន់នេះតែ website webly មានអីចឹងណាអញ្ចឹងយើងអាចចុចនៅលើ website មួយនឹងមកឬក៏ account របស់យើងអញ្ចឹងក្នុងនេះខ្ញុំមាន5 account ខ្ញុំចុចទៅវានឹងបង្ហាញ account របស់ខ្ញុំអញ្ចឹងណាអញ្ចឹងបើសិនជាយើងចង់មើលនៅលើ email យើងចុចលើនឹងហើយយើងវាយ password របស់យើងបញ្ចូលមកហើយយើងចុច OK ទៅវានឹងបើកឲ្យយើងអញ្ចឹងវានឹងឃើញ email របស់យើងអញ្ចឹងយើងគ្រាន់តែចុចកន្លែងសូកន្លែងនេះមកយើងចុចកន្លែងនេះយើងនឹងឃើញនៅ password របស់យើងចុចទៅវានឹងបង្ហាញឲ្យយើងហើយចុចនេះជា password ឃើញអត់នេះ password របស់ខ្ញុំវាបង្ហាញសម្បត្តិវិញអញ្ចឹងយើងចុចប៉ុណ្្នឹងមកបង្ហាញគ្រប់កន្លែងមិនថានៅក្នុង website នៅក្នុងអីយើងចុចលើនេះក៏យើងឃើញដែរអញ្ចឹងវានឹងទៅពេលនេះយើងចុចមកនេះយើងឃើញ password អក្សរនៅខាងចុងតែសូមអត់បង្ហាញទាំងអស់ទេចឹងការបង្ហាញ password មានតែប៉ុណ្្នឹងឯងអរគុណសម្រាប់ការទស្សនានៅវីដេអូមីនេះ